អស់រយៈពេល4ថ្ងៃហើយដែលនាងត្រូវបានឃុំនៅទីនេះនាងគ្មានអ្វីធ្វើក្រៅតែពីញ៉ាំនិងគេងនោះទេសូម្បីតែអ្នកបម្រើនៅទីនេះក៏គ្មានអ្នកណានិយាយជាមួយនាងដែររីឯសិហាតវិញក៏មិនមកទីនេះដែរចាប់តាំងពីថ្ងៃនោះមកនាងសុកចិត្តដាច់ពោះស្លាប់ផ្សារជាងនៅទីនេះមើលទៅបរិសម្នាក់នោះពិតជាដឹងពីវិធីធ្វើទារុណកម្មនាងពិតមែនអាស៊ីណាក៏គិតទៅដល់ពេលដែលនាងនៅលើវាលខ្សាច់នោះនៅសុកព្យុះខ្សាច់ក៏ស្រាប់តែបាត់ភ្លាមនៅពេលដែលនាងឮថាផឺសៀនដឹកនាំដោយព្រះនោះនាងគិតថាវាគ្រាន់តែជាការនិយាយតែប៉ុណ្ណោះធម្មតាទេដែលពួកគេចាត់ទុកអ្នកបម្រើប្រទេសខ្លួនថាជាព្រះនោះមានអាណាស៊ីហាតមានធម្មពលរបស់អាទិទេពពិតមែនអ្នកបម្រើក៏យកអាហារឲ្យស៊ីណាញ៉ាំសុកនាងក៏នឹកឃើញដល់នរីមែនហើយតាំងតែពីចូលមកនៅទីនេះនាងមិនបានឃើញនរីតតែសោះតួស្រីក៏សួរអ្នកបម្រើទាំងនោះពីនរីព្រោះថានាងចិត្តល្អនឹងអាស៊ីណាណាអ្នកបម្រើមិនចង់ឆ្លើយទេប៉ុន្តែដោយក្តីអាណិតពួកគេក៏ប្រាប់នាងទៅថានរីនៅក្នុងគុកងាកមកសិហាឯនេះវិញអារម្មណ៍គេមិនល្អទេប្រហែលថ្ងៃហើយគេចង់តែប្រហារជីវិតអ្នកណាទេដែលមករំខានគេណាសឺនេះវិញខ្លាចខ្លាំងណាស់បើជ្រុលជាអញ្ចឹងហើយឲ្យប្រហារជីវិតវ៉ារិនតែម្ដងទៅប៉ុន្តែណាសឺដឹងទៅហើយថាវាមកពីអាស៊ីណាទោះជាពួកគេសង្ស័យថានាងជាអ្នកស៊ើបការប៉ុន្តែហេតុអ្វីបានជាស៊ីហាតមានអារម្មណ៍បែបនេះណាសឺឃើញអាការៈរបស់ស៊ីហាតហើយពិតជាចម្លែកចិត្តណាស់គេមិនដែលឃើញស្ដេចរបស់ខ្លួនមានអារម្មណ៍រញ៉េរញ៉ៃយ៉ាងនេះសោះដោយសារតែមនុស្សស្រីម្នាក់ប៉ុន្តែពេលដែលគេឲ្យកងទ័ពទៅចាប់នាងមកវិញនោះណាសឺដឹងច្បាស់ណាស់ថាអាទិទេពម្នាក់នេះមានអារម្មណ៍ដូចជាមនុស្សខ្លាំងទេតើអាស៊ីណាគិតទៅដល់ពេលល្អជាមួយនរីហើយមានអារម្មណ៍មិនល្អជាខ្លាំងដែលនាងជាមូលហេតុនរីត្រូវជាប់គុកបែបនេះដោយសារតែនិយាយយ៉ាងម៉េចក៏គ្មានអ្នកណាតបជាមួយនាងអាស៊ីណាក៏មិនបែកបែងតែនឹងយកវាមកគំរាមថានឹងចាក់សម្រាប់ខ្លួនឯងឲ្យស្លាប់បើមិនឲ្យនាងជប់ស៊ីហាតទេវាក៏ធ្វើឲ្យដៃរបស់នាងមុតនឹងអំបែងពេងនោះផងដែរគឺបានដូចចិត្តនាងក៏អាចមកជប់ស៊ីហាតបានតាមពិតទៅតួស្រីចង់ប្រាប់ការពិតទាំងអស់ទៅដល់ស៊ីហាតប៉ុន្តែរៀងរាល់ពេលដែលនាងបង្ហាញអត្តសញ្ញាណពិតនៅពេលធ្វើដំណើរគ្មានអ្នកណាគេជឿនាងនោះទេណាមួយនាងមកពីប្រទេសសត្រូវរបស់ផឺសៀនទៀតបញ្ចេញអត្តសញ្ញាណមានតែធ្វើឲ្យវាកាន់តែមិនល្អតែប៉ុណ្ណោះពួកគេអាចនឹងចាប់នាងជាចំណាត់ខ្មាំងពីក្រុមវនិងទារថ្លៃរំលោភជាច្រើនពួកគេក៏អាចយកលេសថានាងជាអ្នកស៊ើបការឲ្យបង្កើតសង្គ្រាមឡើងបានទៀតផងនាងមិនចង់បង្កបញ្ហាដល់គ្រួសាររបស់នាងនោះទេដូច្នេះនាងត្រូវតែដោះស្រាយបញ្ហានេះដោយខ្លួនឯងបេហ៊ីដាក់ទោសខ្ញុំវិញទៅតួស្រីដើរចូលមកភ្លាមជួបតួប្រុសនិយាយពាក្យបែបនេះតែម្ដងនិងតួប្រុសអត់ដឹងអីតួស្រីក៏បកស្រាយថានាងឮថាគេចាប់នរីចូលគុកហើយសូមឲ្យសិហាតនេះដោះលែងនាងទៅនាងមិនបានធ្វើអ្វីខុសទេនាងទេដែលជាអ្នករៀបចំគម្រោងនិងល្បិចរត់គេចនោះសិហាតមើលទៅក៏ថាវាមិនខុសអ្វីទេដែលដាក់ទោសកូនចៅនៅពេលដែលម្ចាស់ខ្លួនធ្វើខុសនោះទោះជាអាស៊ីណាខំអង្វរប៉ុណ្ណានិយាយថានាងចាត់ទុកនរីជាមិត្តភក្តិក៏វាមិនបានការដែរទោះស្រីខំគិតថាស៊ីហាតនេះល្អដាក់នាងទោះជាគេចាប់នាងមកពិតមែនប៉ុន្តែនាងមិនស្មានថាគេគ្មានមេត្តាយ៉ាងនេះនោះទេអាស៊ីណានៅតែនិយាយថានាងមិនគិតថាការដែលនាងរត់ចេញនេះវាខុសខ្លាំងនោះទេគេចាប់នាងមកសួរចម្លើយនាងក៏ឆ្លើយតាមត្រង់គេមិនជឿនាងហើយចាប់នាងឃុំទុកទៀតវាសមហើយដែលនាងត្រូវរត់គេចនោះតាមដែលនាងមើលទៅស៊ីហាតធ្វើរឿងទាំងអស់នេះគឺគ្រាន់តែចង់ចេះកំហឹងមកលើនាងតែប៉ុណ្ណោះតួប្រុសបន្តថានាងពិតជាកំ pl ែងណាស់នេះគាត់ថាគេធ្វើរឿងទាំងនេះគ្រាន់តែជាល្បែងកូនក្មេងមែនទេមែនហើយបើអញ្ចឹងលោកធ្វើវាធ្វើអីលោកចាប់ខ្ញុំបានហើយនៅឲ្យមានអ្នកយាមជំពេញខ្លួនខ្ញុំទៀតហើយនៅបោះនរីចូលគុកហេតុអ្វីធ្វើបែបនេះដាក់ខ្ញុំភ្លាមនោះតកភ្នែករបស់អាស៊ីណាក៏ស្រក់មកភ្លាមតែម្ដងនាងមិនចង់យំទេពេលនេះប៉ុន្តែនាងហាមចិត្តខ្លួនឯងមិនបានចំណែកឯស៊ីហាតវិញភ្ញាក់ផ្អើលខ្លាំងមែនទែននឹងរូបភាពដែលនៅចំពោះមុខគេនេះនាងជាមនុស្សស្រីកាចឆ្នះណាស់វាមិនសមសោះដែលឃើញនាងមកយំបែបនេះស៊ីហាតក៏យកកូនកន្សែងទៅឲ្យនាងដើម្បីជួយទឹកភ្នែកចេញប៉ុន្តែតួស្រីមិនទទួលយកវាទេឲ្យគេលែងដៃនាងទៅនាងចង់ទៅបន្ទប់នាងវិញក៏មិនភ្លេចសុំគេម្ដងទៀតឡើយមុននឹងចេញទៅសុំដោះលែងនរីទៅមកតាមផ្លូវនាងក៏ជួបណាសឺគេឆ្ងល់មែនទែនហេតុអ្វីសក់នឹងភ្នែករបស់អាស៊ីណាប្ដូរពណ៌បែបនេះអាស៊ីណាក៏ប្រាប់គេទៅពីកវលវេទមន្តនោះណាសឺយល់ហើយក៏គិតថាសម្រាប់នាងពិតជាមិនធម្មតាទេគេដកភ្នែកពីនាងចង់មិនបានទៅហើយនិយាយគ្នាបន្តិចនាងក៏សួរណាសឺតើគេដឹងទេហេតុអ្វីបេហ៊ីធ្វើដាក់នាងបែបនេះ
ណាសក៏មិនដឹងដូចគ្នាគេប្រាប់នាងជាមិនខានបើគេដឹងនោះតាមពិតទៅណាសក៏ចង់ឲ្យអាស៊ីណារត់រួចខ្លួនដែរនាងក៏ឲ្យនាងប្រយ័ត្នប្រយែងបន្តិចជាមួយនឹងម្ចាស់ខ្លួនដោយសារតែគេមិនមែនដូចជាមនុស្សធម្មតាទេតែដែលក្នុងចិត្តណាសគឺដឹងច្បាស់ណាស់ថាស៊ីហាតកំពុងតែខឹងស៊ីណាប៉ុន្តែគេខឹងដោយសារតែគេមិនអាចធ្វើអ្វីនាងបានក្លែកមកស៊ីហាតនេះវិញនាងក៏ឲ្យដាក់អ្នកយាមបន្ថែមនៅមុខបន្ទប់គេងរបស់ខ្លួនដើម្បីយាមអៃរ៉ាអ្នកបម្រើស៊ីហាតឈ្មោះថាអៃម៉ានដឹងច្បាស់ណាស់ថានាងបារម្ភខ្លាចអាស៊ីណារត់ចេញម្ដងទៀតគេក៏សុំពេលប្រាប់រឿងមួយដល់ស៊ីហាតមានបុរសម្នាក់ទទួលបានសត្វសេកនៅក្នុងទ្រូងជាកាដូគេស្រឡាញ់សត្វសេកមួយនោះខ្លាំងណាស់ដោយខ្លាចថាវានឹងព្យាយាមរត់គេចបុរសម្នាក់នេះក៏បំបាក់ស្លាប់សត្វសេកនោះទៅដើម្បីកុំឲ្យវាហើរបានប៉ុន្តែរោមរបស់សត្វសេកនោះក៏ចាប់ផ្ដើមដូរពណ៌ហើយវាក៏បាត់បង់ជីវិតទៅអ្វីដែលគេចង់បានន័យនោះគឺស៊ីហាតមិនអាចយកឈ្នះចិត្តមនុស្សម្នាក់ដោយការឃុំគេទុកនោះទេដោយនឹកឃើញអាស៊ីណាយំផងនិងស្ដាប់ពាក្យសម្ដីទាំងនេះពីអៃម៉ានស៊ីហាតក៏រៀងដឹងខ្លួនបន្តិចហើយក៏ឲ្យគេដោះលែងណូរីទៅប៉ុន្មានថ្ងៃក្រោយមកអ្នកដែលនៅក្រោមបង្គាប់របស់ស៊ីហាតក៏នាំគ្នាមកជុំគ្នាដោយសារតែស៊ីហាតនេះមានអារម្មណ៍មិនល្អខ្លាំងជាងមុនទៅទៀតគេធ្វើការឥតឈប់ឥតឈរនិងមិនគេងទាល់តែសោះពួកគេក៏នាំគ្នានិយាយថាអ្នកតំណាងរបស់ក្រុមវល់នឹងមកទីនេះក្នុងពេលឆាប់ពួកគេឆ្ងល់ណាស់ថាហេតុអ្វីគេមកប្រទេសសត្រូវរបស់ខ្លួនឯងណាមួយគេជាមនុស្សមានអំណាចទៀតឬថាជាតកូលរបស់អាស្តាឆាដែលជាគ្រួសារមានអំណាចជាងគេនៅក្រុមវល់ដោយការសន្ទនារបស់ពួកគេទាំងអស់នេះត្រូវបានអាខាលួចស្ដាប់បានទាំងអស់គ្រាន់តែលើកពាក្យអាស្តាឆាអាខាក៏នឹកឃើញដល់មនុស្សស្រីដែលគេបានជួបនៅវាលខ្សាច់នោះតែម្ដងណាមួយគេក៏ធ្លាប់ឃើញការប្រកាសស្វែងរកនាងផងដែរការីមក៏មកបើកទ្វារភ្លាមដោយសារតែគេមានអារម្មណ៍ថាមានមនុស្សមកលួចស្ដាប់ប៉ុន្តែអាខាក៏រត់គេចពីទីនោះបានត្រឡប់មកស៊ីហាតវិញនាងកំពុងតែវិលវល់នឹងអារម្មណ៍ខ្លួនឯងនាងគិតថាចាប់យកមនុស្សស្រីម្នាក់នេះមកវិញអារម្មណ៍គេនឹងប្រសើរជាងមុនមានអាណាវាកាន់តែអាក្រក់លើសដើមនិយាយទៅកន្លែងនេះទូប្រុសចាប់ផ្ដើមគិតថាបើគេនៅតែឃុំខ្លួនអាស៊ីណានាងនឹងមិនមើលមកគេដូចពីមុននោះទេហើយស៊ីហាតខ្លាចតែនាងរត់ចេញទៅម្ដងទៀតទេពេលដែលមានឱកាសនោះជាមួយនឹងការគិតនិងការអស់កម្លាំងពីការងារស៊ីហាតក៏ដើរមកដល់បន្ទប់គេងខ្លួនឯងតែម្ដងភ្លេចគិតថាគេបោះមនុស្សស្រីម្នាក់ចូលមកនៅទីនេះចូលមកដល់ក៏ទទួលបានការស្វាគមន៍លោកមកទីនេះធ្វើអីអ្នកទាំងអស់គ្នាមើលទៅភ្នែកទូប្រុសឡើងដូចខ្លាឃ្មុំផែនដាដល់ពេលមើលមកអាស៊ីណាវិញមុខឡើងឆ្នះហេតុអ្វីលោកមិនឆ្លើយលោកមានអ្វីនិយាយមែនទេស៊ីហាតក៏តបទាំងញញឹមចំអកបន្តិចគេចាំបាច់មានហេតុផលមកបន្ទប់គេងខ្លួនឯងដែរឬស៊ីហាតក៏បន្តដែលយកដៃខ្លួននេះទៅប៉ះថ្ពាល់របស់នាងភ្នែករបស់នាងមើលទៅហាមបន្តិចនោះក៏ព្រោះតែអាស៊ីណាគេមិនបានយុបមិញដោយសារតែអ្នកខ្លះស៊ីហាតវិញនឹងលឿននាងមិនបានគេងព្រោះតែចាំយើងមែនទេប្រកាសជាមិនមែនហើយស៊ីណាក៏គេដៃគេចេញពីមុខនាងភ្លាមទូប្រុសក៏ទើបតែចាប់អារម្មណ៍នឹងរបួសនៅលើដៃនាងពេលនេះហើយក៏សួររកហេតុផលទៅទោះស្រីបកស្រាយតាមនោះវាក៏ធ្វើឲ្យស៊ីហាតឆ្ងល់ថាតើអ្នកបម្រើម្នាក់នោះសំខាន់ចំពោះនាងដល់ថ្នាក់នេះផងទោះស្រីប្រាប់ទៅមែនហើយនាងមិនចង់ឲ្យអ្នកដទៃមានបញ្ហាដោយសារនាងនោះទេណាមួយនាងក៏មិនអាចសប្បាយចិត្តបានដែរនៅពេលដែលដឹងថានាងធ្វើឲ្យអ្នកផ្សេងជួបទុក្ខនោះស៊ីហាតក៏ប្រាប់នាងទៅថាគេគ្មានបំណងចង់ឲ្យនាងយំនោះទេគេក៏បានដោះលែងអ្នកបម្រើម្នាក់នោះផងដែរទោះស្រីប្រាប់គេទៅវាមិនអីទេទឹកភ្នែករបស់នាងហូរមកដោយខ្លួនឯងទេនឹងអរគុណគេដែលបានដោះលែងណូរីភ្លាមនោះស្រាប់តែទូប្រុសនិយាយឡើងថាល្អហើយកូនឆ្មារបស់យើងឡើងលើសុកសង្ចឹងហ្មងទូស្រីក៏ថាឲ្យគេភ្លាមមានណាស៊ីហាតក៏មិនដូរខ្លួនទៅលើទូស្រីហើយពួកគេទាំងពីរក៏ទម្លាក់ខ្លួនមកលើពុកទៅលោកធ្វើស្អីហ្នឹងនេះជាបន្ទប់របស់យើងមកគេងនឹងហើយអញ្ចឹងគេងតែឯងទៅមកគេងលើខ្ញុំធ្វើអីស៊ីហាតនេះមិនព្រមងើបទេព្រោះគេមានអារម្មណ៍ថាធូរស្រាលនៅពេលនៅក្បែរនាងទោះជានាងមានពណ៌សក់ដែលខុសប្លែកពីមុនប៉ុន្តែសម្រាប់គេនាងគឺជាកូនឆ្មាដ៏ខ្ជូតរបស់គេដូចមុនអញ្ចឹងតោះតែតួស្រីប្រាប់ថាគេធ្ងន់ណាស់នាងដកដង្ហើមមិនរួចទេទៅតួប្រុសព្រមងើបពីនាងមុននឹងគេងបេហ៊ីក៏សួរនាងទៅថានាងនឹកគ្រួសារនាងទេសួរអត់ដូចអត់ដឹងចម្លើយអញ្ចឹងឯង
ទូស្រីក៏សួរគេវិញដូចគ្នាប៉ុន្តែបែរជាទទួលបានចម្លើយថាគ្រួសាររបស់គេស្លាប់អស់ហើយអាស៊ីណាក៏លូកដៃទៅលួងលោមគេប៉ុន្តែបេហ៊ីក៏ចាប់ដៃនាងវិញពួកគេក៏គេងលក់ទៅដែលមិនភ្លេចនិយាយពាក្យ good night ដាក់គ្នានោះទេថ្ងៃស្អែកឡើងក៏បានមកដល់វ៉ារៀននិងអាប៉ែនេះ admin ភ្លេចឈ្មោះបាត់ហើយដឹងតែមកពីតារានៅសុកគេក៏និយាយពីពាក្យចចាមអារាមថារ៉ាគុណទុកការងារចោលហើយយកទ័ពទៅតាមចាប់មនុស្សស្រីម្នាក់មកដាក់ក្នុងហារ៉ែមដោយស្រីម្នាក់នោះមានសម្រស់មិនធម្មតាដូចជាមានសក់ពណ៌ទឹកប្រាក់និងភ្នែកពណ៌ក្រហមទុំវ៉ារៀនឮហើយមិនចង់ជឿទេដោយសារតែគេក៏បានជប់អាយរ៉ាម្ដងហើយនាងមិនមែនមានសក់ពណ៌ទឹកប្រាក់នោះទេព្រាមនោះអាខាក៏ដើរចូលមកដោយនិយាយឡើងថាគេដឹងថានាងជាអ្នកណា